ចាជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាត្រឡប់មកជួបគ្នាសាជាថ្មីជាមួយនឹងការព្យាករណ៍រាសីប្រចាំខែតុលាសម្រាប់ឆ្នាំ2025សម្រាប់ការព្យាករណ៍នេះដែរគឺយើងលើកយករាសីឆ្នាំទាំង12មកធ្វើការព្យាករណ៍ជូនពុកម៉ែបងប្អូនទាំងអស់គ្នាដោយសពរដងអញ្ចឹងគឺការព្យាករណ៍នេះគឺជាការព្យាករណ៍ដែលរួមអត់បានសំដៅទៅលើបុគ្គលណាម្នាក់ទេការព្យាករណ៍អាចមានត្រូវមានខុសមានល្អនិងអាក្រក់អញ្ចឹងសូមបងប្អូនស្ដាប់ដោយការពិចារណាទាំងអស់គ្នាចាឥឡូវយើងចាប់ផ្ដើមពីឆ្នាំជូតទៅសម្រាប់លោកអ្នកដែលកើតឆ្នាំជូតនៅក្នុងខែតុលានេះផ្ទាល់លោកអ្នកអាចមានអារម្មណ៍ថាហត់នឿយលោកអ្នកមានអារម្មណ៍អស់សង្ឃឹមជាមួយនឹងរឿងរ៉ាវគ្រប់យ៉ាងដែលចូលមកក្នុងពេលតែមួយចាសម្រាប់រឿងលុយកាក់នៅក្នុងឱកាសនេះក៏ដូចជាខែតុលានេះផ្ទាល់លោកអ្នកអាចមានការចំណាយច្រើនចាជាពិសេសអាចចំណាយទៅលើរឿងក្រុមគ្រួសារឬសាច់ញាតិអាចនឹងមានឱកាសចានឹងត្រូវចំណាយទៅលើមនុស្សភេទប្រុសអាយុច្រើនជាងអាចជាចាស់ទុំរបស់យើងអាចគាត់មានបញ្ហាសុខភាពត្រូវចំណាយលុយទៅលើពួកគាត់ដូចគ្នាសម្រាប់រឿងសុខភាពរបស់លោកអ្នកវិញនៅក្នុងខែតុលានេះផ្ទាល់ក៏ឃើញថាមិនសូវជាល្អអញ្ចឹងត្រូវមានការប្រយ័ត្នប្រយែងនឹងសុខភាពរបស់លោកអ្នកដូចគ្នាណាចាហើយសម្រាប់ពាក់ព័ន្ធជាមួយនឹងរឿងការងារនៅកន្លែងការងារនៅក្នុងឱកាសនេះអ្នកកើតឆ្នាំជូតលោកអ្នកអាចនឹងមានអារម្មណ៍ថាមានសម្ពាធមានការប្រកួតប្រជែងអាចនឹងមានការចាប់កំហុសឬមើលបំណាំគ្នាច្រើនហើយសម្រាប់ការរកស៊ីក៏ដូចគ្នាណាអាចមានបញ្ហាមានឧបសគ្គធ្វើឲ្យការលក់ដូរការរកស៊ីរបស់យើងមិនសូវជាមានភាពរលូនល្អទេចាហើយសម្រាប់រឿងស្នេហាឬក៏ជីវិតគូលោកអ្នកដែលមានដៃគូនៅក្នុងឱកាសនេះជីវិតគូរបស់អ្នកអាចមានរឿងប៉ះទង្គិចគ្នាច្រើនអាចមានរឿងអន់ចិត្តគ្នាមានការប្រកាន់គ្នាទៅវិញទៅមកចាហើយជាពិសេសអាចនឹងមានអារម្មណ៍មិនល្អចំពោះគ្នាផ្ទាល់តែម្ដងចាហើយសម្រាប់លោកអ្នកដែលនៅទនេដែលមិនទាន់មានអ្នកណាណាលោកអ្នកអាចមានឱកាសនឹងបានជួបមនុស្សដែលត្រូវចិត្តចាសម្រាប់រឿងដែលលោកអ្នកគួរប្រុងប្រយ័ត្នបំផុតនៅក្នុងឱកាសនេះគឺលោកអ្នកត្រូវប្រយ័ត្នពាក់ព័ន្ធជាមួយនឹងការមានបញ្ហាជាមួយនឹងតំណែងមនុស្សភេទប្រុសអាយុច្រើនជាងដូចគ្នានឹងអាចមានការប៉ះពាល់ពាក្យសម្ដីក៏ដូចជាមានការប៉ះទង្គិចគ្នាតាមរឿងផ្សេងចាអញ្ចឹងគួរតែប្រយ័ត្នណាចាហើយចុងក្រោយការធ្វើបុណ្យរបស់លោកអ្នកគឺអាសាធ្វើបុណ្យជាមួយការធ្វើបុណ្យតាមវត្តអារាមក៏ដូចជាធ្វើបុណ្យមួយព្រះសង្ឃឲ្យបានច្រើនដើម្បីជាការលើករាសីពណ៌លើករាសីរបស់លោកអ្នកចាគឺមានពណ៌អសនិងពណ៌ប្រផេះចាសម្រាប់លេខសំណាងរបស់លោកអ្នកគឺមានលេខ98ចាសម្រាប់តមកទៀតចូលដល់លោកអ្នកដែលកើតឆ្នាំឆ្លូវសម្រាប់លោកអ្នកដែលកើតឆ្នាំឆ្លូវនៅក្នុងខែតុលានេះផ្ទាល់ចារឿងដែលលោកអ្នកគិតច្រើនដំបូងគេគឺរឿងលុយកាក់នឹងតែម្ដងលោកអ្នកអាចមានបន្ទុកមានការចំរាយឬក៏អាចថាមានបញ្ហាពាក់ព័ន្ធនឹងរឿងលុយកាក់ចូលមកជាពិសេសបងដែលធ្លាប់ទៅនេះរឿងលុយកាក់ឲ្យគេឬក៏ឲ្យអ្នកណាខ្ចីលុយហ្នឹងត្រូវមកអង្គុយពិបាកចិត្តដោយសារតែរឿងលុយកាក់នេះដែរណាចាហើយសម្រាប់តំណែងលុយកាក់របស់លោកអ្នកនៅក្នុងខែនេះក៏ឃើញថាមានការចំណាយច្រើនចាជាពិសេសអាចចំណាយទៅលើអ្នកអាយុតិចជាងក្នុងផ្ទះណាចាអញ្ចឹងត្រូវប្រយ័ត្នប្រយែងរឿងការចាយវាយរបស់យើងឲ្យបានខ្លាំងបំផុតហើយសម្រាប់ពាក់ព័ន្ធនឹងរឿងសុខភាពឱកាសនេះលោកអ្នកត្រូវប្រយ័ត្នអាចមានឱកាសមានបញ្ហាមានរបួសនៅផ្នែកជើងចាអាចមុតនេះមុតនោះអីហ្នឹងគឺអាចមានដូចគ្នាណាចាហើយសម្រាប់ពាក់ព័ន្ធជាមួយនឹងរឿងការងារលោកអ្នកដែលមានការងារជាប្រចាំនៅក្នុងឱកាសនេះក៏ត្រូវមានការប្រយ័ត្នប្រយែងពាក្យសម្ដីព្រោះអាចមានឱកាសមានការប៉ះពាក្យសម្ដីដោយសាររឿងលុយកាក់ជាមួយនឹងកន្លែងការងារដូចគ្នាចាឬក៏អាចថានឹងមានកំហុសអាចនឹងមានការខាតបង់លុយកាក់នៅកន្លែងការងារហើយសម្រាប់ការរកស៊ីឃើញថាការជួញដូរការរកស៊ីរបស់លោកអ្នកនៅក្នុងខែតុលានេះមិនសូវជាល្អប្រសើរទេការលក់ដូរឬក៏ចំណូលរបស់យើងអាចមានការធ្លាក់ចុះណាចាហើយសម្រាប់រឿងស្នេហាឬក៏ជីវិតគូលោកអ្នកដែលមានដៃគូនៅក្នុងខែនេះផ្ទាល់ចាជីវិតគូរបស់លោកអ្នកត្រូវព្យាយាមយល់ពីគ្នាបានច្រើនព្រោះអាចនឹងមានរឿងយល់ច្រឡំអាចនឹងមានការប៉ះពាល់ពាក្យសម្ដីដោយសារតែរឿងលុយកាក់នេះក៏អាចមានដែរចាហើយសម្រាប់លោកអ្នកដែលនៅទនេវិញចានៅក្នុងខែនេះផ្ទាល់លោកអ្នកអាចមានឱកាសនឹងបានជួបអ្នកដែលមកពីទីឆ្ងាយណាចាហើយសម្រាប់ពាក់ព័ន្ធជាមួយរឿងដែលគួរប្រុងប្រយ័ត្នបំផុតនៅក្នុងឱកាសនេះគឺហាមដាច់ខាតណាលោកអ្នកកុំឲ្យអ្នកណាខ្ចីលុយឬខ្ចីរបស់ឲ្យសោះចាបើយើងអាចថាជ្រុលពីមុនឲ្យហើយក៏តាមនឹងទៅប៉ុន្តែបើការចាប់ផ្ដើមថ្មីឬក៏អាចថាមានអ្នកចូលមកពឹងពាក់រឿងលុយកាក់ថ្មីហ្នឹងគួរតែកុំណាព្រោះអាចនឹងមានការខាតបង់ហើយចុងក្រោយការធ្វើបុណ្យរបស់លោកអ្នកគឺការឲ្យទានជាចំណីអាហារក៏ដូចជាលុយកាក់ទៅដល់អ្នកដែលគេខ្វះខាតដើម្បីជាការលើករាសីសម្រាប់ពណ៌លើករាសីរបស់លោកអ្នកគឺមានពណ៌ក្រហមចាលេខសំណាងរបស់លោកអ្នកគឺមានលេខ75ណាចាសម្រាប់តមកទៀតចូលដល់លោកអ្នកដែលកើតឆ្នាំខាសម្រាប់លោកអ្នកដែលកើតឆ្នាំខានៅក្នុងខែតុលានេះផ្ទាល់លោកអ្នកអាចមានអារម្មណ៍មួយគឺភាពស្ងប់ស្ងាត់ចាលោកអ្នកអាចមិនចង់ខ្វល់មិនចង់ពាក់ព័ន្ធជាមួយនឹងអ្នកណាទេមិនថាមានរឿងអីលោកអ្នកព្យាយាមអភ័យទោសព្យាយាមអត់ធ្មត់បានច្រើនអញ្ចឹងនៅក្នុងខែតុលានេះបើសិនជាលោកអ្នកប្រកាន់ភ្ជាប់នៅភាពអត់ធ្មត់នេះបានច្រើនលោកអ្នកអាចនឹងមានរឿងល្អប៉ុន្តែបើលោកអ្នកឆេវឆាវនឹងអាចមានបញ្ហាឬមានចំនួនដោយគេហៅថាដែលយើងមិនបានតាំងចិត្តណាចាអញ្ចឹងត្រូវប្រយ័ត្នបន្តិចព្យាយាមចិត្តតិចឲ្យបានច្រើនអ្នកកើតឆ្នាំខាចាហើយសម្រាប់រឿងលុយកាក់វិញនៅក្នុងខែនេះឃើញថាមានភាពនឹងណណាលោកអ្នកអាចមានឱកាសរកបានសម្រាប់ប្រើប្រាស់ចាយវាយបវលចុះឡាយនេះមិនមានអីជាបញ្ហាទេសម្រាប់លោកអ្នកចាហើយសម្រាប់សុខភាពក៏ឃើញថាមានភាពរឹងមាំល្អមិនមានអីជាផលប៉ះពាល់ទេ
សម្រាប់តមកទៀតចូលដល់រឿងការងារសម្រាប់រឿងការងារលោកអ្នកត្រូវប្រយ័ត្នឲ្យបានខ្លាំងព្រោះអាចថាបើសិនជាលោកអ្នកចិត្តតិចអត់អីទេនៅកន្លែងការងារមិនមានផលប៉ះពាល់អីទេចាអាចថាវាអាចនឹងបញ្ជាបានពេលដែលលោកអ្នកចេះអត់ធ្មត់ណាចាប៉ុន្តែបើលោកអ្នកអាចថាចិត្តក្តៅឆេវឆាវនឹងមានបញ្ហាអាចកើតចេញជាចំនួនអីផ្សេងណាចាហើយសម្រាប់ការរកស៊ីឃើញថាអាចមានលំនឹងជាធម្មតាណាមិនមានអីជាបញ្ហាដូចគ្នាចាសម្រាប់ពាក់ព័ន្ធជាមួយរឿងស្នេហាឬក៏ជីវិតគូលោកអ្នកដែលមានដៃគូចាលោកអ្នកត្រូវមានភាពអត់ធ្មត់ឲ្យបានច្រើនដូចគ្នាជីវិតគូនៅក្នុងឱកាសនេះក៏ឃើញថាលោកអ្នកចេះយកចេះអធិស្ឋានឲ្យគ្នាបានច្រើនចឹងក៏មិនមានអីជាបញ្ហាដែរចាហើយសម្រាប់លោកអ្នកដែលនៅតែនេះឃើញថានៅក្នុងឱកាសនេះលោកអ្នកអាចព្យាយាមគេហៅថាលាក់បាំងខ្លួនឯងអាចមិនចង់បើកចិត្តមើលពីអ្នកណាទេនៅក្នុងពេលនេះណាចាហើយសម្រាប់រឿងដែលគួរប្រុងប្រយ័ត្នបំផុតនៅក្នុងឱកាសនេះគឺលោកអ្នកត្រូវប្រយ័ត្នពាក់ព័ន្ធជាមួយនឹងការជួយទៅនីរឿងអីមួយទៅកាន់អ្នកណាម្នាក់មិនថាជាឯកសារឬក៏រឿងផ្សេងទេចាលោកអ្នកត្រូវតែប្រយ័ត្នព្រោះអាចមានបញ្ហាដោយសារការជួយយកអាសាគេនេះឯងចាហើយចុងក្រោយការធ្វើបុណ្យគឺអាសាធ្វើបុណ្យជាមួយនឹងការជួយតាមមន្ទីរពេទ្យណាដើម្បីជាការលើករាសីរបស់យើងពណ៌លើករាសីរបស់លោកអ្នកចាគឺមានពណ៌សលេខសំណាងរបស់លោកអ្នកចាគឺមានលេខ83ចាសម្រាប់តមកទៀតចូលដល់លោកអ្នកដែលកើតឆ្នាំថោះចាសម្រាប់អ្នកកើតឆ្នាំថោះចូលដល់ខែតុលានេះគឺលោកអ្នកអាចជួបរឿងខកបំណងច្រើនអ្នកខ្លះក៏អស់សង្ឃឹមអ្នកខ្លះក៏មានឱកាសគេហៅថាបាត់បង់មិនថាការងារឬក៏រឿងជុំវិញខ្លួនផ្សេងទេលោកអ្នកអាចនឹងមានឱកាសនឹងជួបរឿងគេហៅថាខកចិត្តណាចាអ្នកខ្លះក៏អាចត្រូវបែកបាក់ស្នេហាអ្នកខ្លះក៏គាត់អាចនឹងមានបញ្ហាពាក់ព័ន្ធជាមួយនឹងការងារអាចនឹងត្រូវបាត់បង់ការងារអីចឹងទៅចាអញ្ចឹងលោកអ្នកអាចនឹងមានការប៉ះទង្គិចរឿងច្រើនបន្តិចសម្រាប់អ្នកកើតឆ្នាំថោះណាចាសម្រាប់ពាក់ព័ន្ធនឹងរឿងលុយកាក់ក៏ដូចគ្នាលោកអ្នកអាចមានគេហៅថាជួបបញ្ហាពាក់ព័ន្ធនឹងការលំបាកខ្វះខាតរឿងលុយកាក់អាចថាយើងប្រឹងប្រែងរកដែរតែនៅតែមិនអាចគេហៅទុកមួយចំណាយបានអញ្ចឹងណាចឹងធ្វើឲ្យលោកអ្នកអាចមានបញ្ហាខ្វល់ខ្វាយច្រើនចាហើយឱកាសនេះបងមួយចំនួនក៏អាចថាកំពុងអង្គុយពិបាកចិត្តគេពិបាកចិត្តដោយសារតែរឿងលុយអ្នកដទៃអាចត្រូវទៅធានាឲ្យគេចឹងទៅក៏ត្រូវគេបោកបឆោតក៏ហក់អីចឹងទៅយើងអាចត្រូវសងជំនួសគេធ្វើឲ្យមានបញ្ហាចឹងណាចាហើយសម្រាប់រឿងសុខភាពនៅក្នុងខែនេះក៏មិនមានភាពរឹងមាំដែរសម្រាប់លោកអ្នកអញ្ចឹងគួរប្រយ័ត្នសុខភាពណាចាហើយសម្រាប់ពាក់ព័ន្ធជាមួយនឹងរឿងការងារនៅក្នុងឱកាសនេះឃើញថាជួបបញ្ហាច្រើនអាចមានការខាតបង់ជាមួយនឹងការងារហើយសម្រាប់បងដែលជាអ្នករកស៊ីក៏ឃើញថាការលក់ដូរការរកស៊ីរបស់យើងអាចមានភាពមិននឹងណអាចមានការធ្លាក់ចុះដូចគ្នាណាចាសម្រាប់ពាក់ព័ន្ធជាមួយរឿងស្នេហានៅក្នុងឱកាសនេះជីវិតគូជីវិតស្នេហារបស់អ្នកកើតឆ្នាំថោះចាលោកអ្នកអាចនឹងជួបគេហៅថាអារម្មណ៍ខកចិត្តអាចនឹងត្រូវដៃគូរបស់យើងគាត់អាចមានរឿងកុហកឬមានរឿងលាក់បាំងអីចំពោះលោកអ្នកដែលធ្វើលោកអ្នកអាចថាដឹងហើយធ្វើឲ្យយើងអាចទទួលយកបានក៏អាចមានអារម្មណ៍សោកស្ដាយឬក៏មានអារម្មណ៍ឈឺចាប់អញ្ចឹងណាចាហើយសម្រាប់លោកអ្នកដែលនៅទីនេះវិញចាលោកអ្នកអាចនឹងមិនទាន់គេហៅថាបើកចិត្តមើលអ្នកណាដូចគ្នាដោយសារអ្នកខ្លះក៏កំពុងតែជួបការឈឺចាប់មិនទាន់ជាសះស្បើយនៅឡើយទេចាហើយសម្រាប់រឿងដែលគួរប្រុងប្រយ័ត្នបំផុតឱកាសនេះដែរគឺលោកអ្នករៀងប្រុងប្រយ័ត្នចំពោះតំណែងមនុស្សស្រីចាមិនថាអាយុតិចឬអាយុច្រើនជាងលោកអ្នកទេត្រូវប្រយ័ត្នព្រោះអាចមានឱកាសគេអាចនឹងនាំបញ្ហាដល់លោកអ្នកណាចាហើយសម្រាប់ចុងក្រោយការធ្វើបុណ្យចាគឺលោកអ្នកអាសាធ្វើបុណ្យជាមួយការជួយទៅដល់ក្មេងដើម្បីជាការលើករាសីពណ៌លើករាសីរបស់អ្នកគឺមានសុខពណ៌សូកូឡាលេខសំណាងរបស់លោកអ្នកគឺមានលេខ68ណាចាសម្រាប់តមកទៀតចូលដល់លោកអ្នកដែលកើតឆ្នាំរោងសម្រាប់លោកអ្នកដែលកើតឆ្នាំរោងនៅក្នុងខែតុលានេះផ្ទាល់ឃើញថាលោកអ្នកបានត្រៀមខ្លួនជាស្រេចមិនថាមានបញ្ហាមានឧបសគ្គអីទេគឺលោកអ្នកមានភាពរឹងមាំនិងហ៊ានប្រឈមមុខជាមួយរឿងគ្រប់យ៉ាងដែលបានចូលមកអញ្ចឹងនៅក្នុងខែនេះមិនថាលោកអ្នកមានបញ្ហាទេយើងអាចដោះស្រាយបានណាចាហើយសម្រាប់រឿងលុយកាក់វិញឃើញថាលោកអ្នកអាចមានការទុកដាក់បានយ៉ាងល្អការចាយវាលោកអ្នកមានផែនការយ៉ាងច្បាស់លាស់អញ្ចឹងមិនធ្វើឲ្យមានបញ្ហាទេសម្រាប់លោកអ្នកតំណែងលុយកាក់ឃើញថាយើងអាចមានភាពល្អណាចាហើយសម្រាប់សុខភាពក្នុងខែនេះត្រូវប្រយ័ត្នលោកអ្នកអាចប្រឈមនឹងជំងឺផ្ដាសាយអីហ្នឹងគឺអាចមានណាចាដោយសារខែនេះជាខែភ្លៀងអញ្ចឹងទៅចាហើយសម្រាប់រឿងការងារតំណែងការងាររបស់លោកអ្នកនៅក្នុងខែនេះឃើញថាមានភាពរវល់មានភាពហត់នឿយច្រើនចាប៉ុន្តែបើសិនជាលោកអ្នកជំនះធ្វើការងារមួយនឹងបានលោកអ្នកអាចមានឱកាសទទួលបានលទ្ធផលល្អក៏ដូចជាភាពជោគជ័យអីមួយអាចនឹងមានសម្រាប់លោកអ្នកបន្តទៀតណាចាហើយសម្រាប់ការរកស៊ីឃើញថានៅក្នុងខែនេះអាចជួបបញ្ហាច្រើនដូចគ្នាការលក់ដូររបស់យើងអាចមិនសូវជាល្អប្រសើរទេណាចាហើយសម្រាប់រឿងស្នេហាឬក៏ជីវិតគូចានៅក្នុងឱកាសនេះសម្រាប់លោកអ្នកដែលមានដៃគូជីវិតគូរបស់អ្នកត្រូវមានការប្រុងប្រយ័ត្នព្រោះអាចនឹងមានបញ្ហាជាមួយអ្នកខាងក្រៅចាអាចនឹងមានអ្នកខាងក្រៅនាំបញ្ហាធ្វើឲ្យប៉ះពាល់ដល់ជីវិតគូរបស់យើងអញ្ចឹងគួរតែប្រយ័ត្នណាចាឬក៏អាចថាប្រយ័ត្នពាក់ព័ន្ធរឿងអ្នកទី2ទី3អាចនឹងមានចូលមកជ្រៀតជ្រែកចាហើយសម្រាប់អ្នកនៅទីនេះនៅក្នុងឱកាសនេះឃើញថាលោកអ្នកអាចព្យាយាមបិទបាំងខ្លួនឯងអាចមិនហ៊ានបើកចិត្តទទួលអ្នកណាទេចា
សម្រាប់ពាក់ព័ន្ធជាមួយរឿងដែលគួរប្រុងប្រយ័ត្នបំផុតលេខរបស់លោកអ្នកនៅក្នុងខែនេះគឺឆុងជាមួយទឹកអញ្ចឹងប្រយ័ត្នមានរបួសគ្រោះថ្នាក់ដោយសារទឹកណាចាចុងក្រោយការធ្វើបុណ្យគឺលោកអ្នកអាសាធ្វើបុណ្យជាមួយនឹងការបរិច្ចាគជាសម្លៀកបំពាក់ចាស់ៗដែលយើងឈប់ប្រើអញ្ចឹងឲ្យតែគេអ្នកខ្វះខាតទៅដើម្បីលើករាសីរបស់យើងពណ៌លើករាសីរបស់អ្នកគឺមានពណ៌លឿងនិងពណ៌ទឹកប៊ិចចាលេខសំណាងគឺមានលេខ48ណាចាសម្រាប់តមកទៀតចូលដល់លោកអ្នកដែលកើតឆ្នាំអាសាញ់សម្រាប់លោកអ្នកដែលកើតឆ្នាំអាសាញ់នៅក្នុងខែតុលានេះផ្ទាល់ចាលោកអ្នកអាចមានអារម្មណ៍ថាលោកអ្នកមានរឿងឈឺក្បាលចូលមកច្រើនចាអាចនឹងមានបញ្ហាដោយសារអ្នកដទៃជាពិសេសឲ្យតែលោកអ្នកលើកទូរស័ព្ទពេលណាគឺអាចថាមានបញ្ហាចូលមកពេលហ្នឹងអញ្ចឹងណាចាអញ្ចឹងធ្វើឲ្យមានអារម្មណ៍ថារៀងស្មុគស្មាញបន្តិចចាហើយបើរឿងលុយកាក់វិញឃើញថានៅក្នុងខែនេះលោកអ្នកគឺមានការចំណាយច្រើនជាពិសេសអាចចំណាយទៅលើសម្ភារៈប្រើប្រាស់អាចមានគ្រឿងអេឡិចត្រូនិកឬរបស់ប្រើប្រាស់ក្នុងផ្ទះអាចត្រូវខូចជាពិសេសអាចជាទូរស័ព្ទដៃនឹងតែម្ដងណាចាចំណាយលុយទៅលើរឿងទូរស័ព្ទនេះហើយចាហើយសម្រាប់សុខភាពមួយរយៈនេះឃើញថាយើងអាចមានអារម្មណ៍ចុករយតាមរាងកាយអញ្ចឹងក៏មិនសូវជាល្អប្រសើរដែរចាសម្រាប់រឿងការងារនៅក្នុងឱកាសនេះឃើញថាការងាររបស់អ្នកឃើញមានបញ្ហាចូលមកច្រើនធ្វើលោកអ្នកអាចថាត្រូវអង្គុយគិតអង្គុយដោះស្រាយជាមួយនឹងការងារដដែលអញ្ចឹងណាចាហើយសម្រាប់ការរកស៊ីវិញនៅក្នុងខែនេះក៏ឃើញថាមានបញ្ហាច្រើនដូចគ្នាអញ្ចឹងតើលោកអ្នកប្រឹងប្រែងតិចទើបយើងអាចទទួលបានលទ្ធផលល្អត្រឡប់មកវិញចាសម្រាប់ពាក់ព័ន្ធនឹងរឿងស្នេហាឬក៏ជីវិតគូវិញចាសម្រាប់ជីវិតគូរបស់អ្នកកើតឆ្នាំអាសាញ់ឃើញថានៅក្នុងខែនេះលោកអ្នកអាចមានការយោគយល់មានការអធ្យាស្រ័យគ្នាបានចាអញ្ចឹងបើសិនជាលោកអ្នកអាចថាមិនព្យាយាមស្ដាប់អ្នកខាងក្រៅច្រើនពេកទេមិនមានការប៉ះពាល់អីដល់ជីវិតគូរបស់យើងទេអញ្ចឹងក្នុងខែនេះគឺត្រូវព្យាយាមជឿជាក់លើគ្នាឲ្យបានច្រើនណាសម្រាប់អ្នកកើតឆ្នាំអាសាញ់ចាហើយសម្រាប់ពាក់ព័ន្ធជាមួយនឹងលោកអ្នកដែលនៅតែវិញចាលោកអ្នកដែលមិនទាន់មានអ្នកណាឃើញថាអាចមានឱកាសនឹងបានគេហៅថាស្គាល់ស្នេហាថ្មីតាមរយៈតាមប្រព័ន្ធអនឡាញអាចស្គាល់គ្នាតាមរយៈទូរស័ព្ទអីអញ្ចឹងណានឹងអាចមានចាហើយចុងក្រោយរឿងដែលគួរប្រុងប្រយ័ត្នបំផុតចាគឺលោកអ្នកត្រូវប្រយ័ត្នពាក់ព័ន្ធជាមួយភ្លើងលេខរបស់អ្នកអាចមានរបួសគ្រោះថ្នាក់ដោយសារភ្លើងអញ្ចឹងណាចាហើយចុងក្រោយការធ្វើបុណ្យរបស់លោកអ្នកគឺអាសាធ្វើបុណ្យជាមួយជនពិការទៅដើម្បីលើករាសីរបស់យើងពណ៌លើករាសីរបស់អ្នកគឺមានពណ៌សាច់ហើយពណ៌ទឹកប្រាក់លេខសំណាងរបស់លោកអ្នកគឺមានលេខ60ចាសម្រាប់តមកទៀតចូលដល់លោកអ្នកដែលកើតឆ្នាំមមីចាសម្រាប់លោកអ្នកដែលកើតឆ្នាំមមីនៅក្នុងខែនេះឃើញថាអ្នកឆ្នាំមមីអាចថាលេខរបស់លោកអ្នកចាប់ផ្ដើមបើកចាប់ផ្ដើមល្អប្រសើរជាងមុនចាអញ្ចឹងមិនថាលោកអ្នកចង់គិតចង់ធ្វើអីទេនៅក្នុងខែតុលានេះលោកអ្នកអាចធ្វើបានហើយអាចមានឱកាសគេហៅថានឹងមានអ្នកតាមថែរក្សានិងជួយជ្រោមជ្រែងដល់លោកអ្នកនិងបើកផ្លូវដល់លោកអ្នកណាចារឿងលុយកាក់ក៏ឃើញថាអាចល្អប្រសើរលោកអ្នកអាចមានឱកាសរកលុយរកកាក់ចូលបានតាមច្រកផ្សេងអាចថាលោកអ្នកធ្វើនេះក៏ត្រូវធ្វើនោះក៏ត្រូវអញ្ចឹងណាឱកាសនេះអាចថាជាឱកាសល្អក្នុងការស្វែងចាប់យកនៅលាភសំណាងរបស់យើងអញ្ចឹងត្រូវតែប្រឹងប្រែងចាហើយសម្រាប់រឿងសុខភាពឃើញថាសុខភាពរបស់អ្នករឹងមាំល្អណាចាសម្រាប់ពាក់ព័ន្ធជាមួយរឿងការងារតំណែងការងាររបស់អ្នកឃើញថាមិនមានអីជាបញ្ហាទេមានភាពនឹងណមានឱកាសមានការរីកចម្រើនឬអាចមានដំណឹងល្អពីការងាររបស់យើងណាចាហើយសម្រាប់ឯការរកស៊ីក៏ឃើញថាមានភាពរលូនល្អចាពាក់ព័ន្ធជាមួយរឿងស្នេហាឬក៏ជីវិតគូសម្រាប់អ្នកឆ្នាំមមីជីវិតគូរបស់លោកអ្នកនៅក្នុងឱកាសនេះក៏ដូចជាខែនេះផ្ទាល់ឃើញថាមានភាពរឹងមាំណាលោកអ្នកអាចមានការយល់ចិត្តគ្នាអាចមានភាពផ្អែមល្ហែមនិងមានការអធ្យាស្រ័យគ្នាបានយ៉ាងល្អចាហើយសម្រាប់លោកអ្នកដែលនៅតែនេះឃើញថាលោកអ្នកស្រឡាញ់ភាពឯករាជ្យនៅឡើយទេនៅពេលនេះអាចមិនទាន់បើកចិត្តមើលអ្នកណាទេណាចាហើយចុងក្រោយរឿងដែលគួរប្រុងប្រយ័ត្នបំផុតគឺលោកអ្នកត្រូវប្រយ័ត្នពាក់ព័ន្ធជាមួយនឹងរបស់ប្រើប្រាស់ផ្សេងៗនៅក្នុងផ្ទះពួកអាចមានឱកាសត្រូវធ្លាក់បាក់បាយខូចណាហៅថាយើងកាន់ទៅរបូតដៃរបូតអីនឹងឯងចាហើយចុងក្រោយពាក់ព័ន្ធនឹងការធ្វើបុណ្យគឺអាសាធ្វើបុណ្យជាមួយនឹងការគោរពបូជាវត្ថុស័ក្តិសិទ្ធិក្នុងផ្ទះឲ្យបានជាប្រចាំនឹងក៏ជាការលើករាសីរបស់លោកអ្នកដែរចាហើយចុងក្រោយការពណ៌លើករាសីរបស់លោកអ្នកគឺមានពណ៌សនិងពណ៌សូកូឡាសម្រាប់លេខសំណាងរបស់លោកអ្នកគឺមានលេខ01ណាចាសម្រាប់តមកទៀតចូលដល់លោកអ្នកដែលកើតឆ្នាំមមែសម្រាប់លោកអ្នកដែលកើតឆ្នាំមមែនៅក្នុងខែតុលានេះផ្ទាល់ចាស់គឺលោកអ្នកអាចមានភាពជឿជាក់លើខ្លួនឯងណាលោកអ្នកអាចមានគំនិតថ្មីមានការចាប់ផ្ដើមថ្មីសម្រាប់ខ្លួនឯងហើយក៏អាចថានឹងមានឱកាសទទួលបានភាពជោគជ័យក៏ដូចជាភាពលេចធ្លោអីមួយអាចនឹងកើតមានសម្រាប់លោកអ្នកជាពិសេសបងដែលគាត់ជាអ្នកសិល្បៈអីអញ្ចឹងណានឹងអាចមានឱកាសមានកេរ្តិ៍ឈ្មោះចាហើយសម្រាប់ពាក់ព័ន្ធជាមួយនឹងរឿងលុយកាក់ក៏ឃើញថាមានភាពល្អប្រសើរនិងមានពលឺត្រឡប់មកវិញសម្រាប់លោកអ្នកណាចាហើយបងមួយចំនួននៅក្នុងខែតុលានេះសម្រាប់អ្នកកើតឆ្នាំមមែអាចមានឱកាសនឹងចំណាយលុយកាក់ទៅលើរឿងការកាយកុនសុភ័ណ្ឌនេះក៏អាចមានដែរចាសម្រាប់សុខភាពលោកអ្នកត្រូវប្រយ័ត្នជាពិសេសបងដែលជាស្ត្រីបញ្ហាដើមទ្រូងហើយនឹងចង្កេះអាចមានឱកាសមានបញ្ហានៅផ្នែកហ្នឹងចាហើយសម្រាប់ពាក់ព័ន្ធជាមួយនឹងរឿង
ការងារចាស់លោកអ្នកដែលមានការងារជាប្រចាំនៅក្នុងឱកាសនេះដែរឃើញថាការងាររបស់អ្នកមានភាពជោគជ័យចាស់លោកអ្នកអាចមានឱកាសទទួលបានឱកាសថ្មីៗជាមួយនឹងការងារចាស់អាចនឹងនាំភាពរីកចម្រើនដល់លោកអ្នកហើយឯការរកស៊ីក៏ឃើញថាមានភាពទៅចេះទៅចង់ល្អចាស់លោកអ្នកអាចមានភាពរលូនណាចាស់សម្រាប់ពាក់ព័ន្ធនឹងរឿងស្នេហាឬក៏ជីវិតគូនៅក្នុងខែនេះជីវិតគូរបស់អ្នកមានតែភាពផ្អែមល្ហែមណាចាស់អញ្ចឹងអាចសប្បាយចិត្តបានចាស់ហើយសម្រាប់ពាក់ព័ន្ធជាមួយនឹងលោកអ្នកដែលនៅទនេចាស់លោកអ្នកអាចមានអារម្មណ៍ថាលោកអ្នកចង់បើកឱកាសឲ្យខ្លួនឯងចង់ចាប់ផ្ដើមជាមួយនឹងអ្នកណាម្នាក់នឹងក៏អាចមានដែរចាហើយសម្រាប់រឿងដែលគួរប្រុងប្រយ័ត្នបំផុតនៅក្នុងឱកាសនេះគឺប្រយ័ត្នម្យ៉ាងពេលលោកអ្នកចាប់ផ្ដើមលេចធ្លោមានភាពល្បីល្បាញហើយនឹងអាចមានមនុស្សព្យាយាមគេហៅថាចំណានឬមិនពេញចិត្តអាចនឹងព្យាយាមលាបពណ៌លោកអ្នកអញ្ចឹងអាចនឹងជួបរឿងដែលត្រូវគេលាបពណ៌អញ្ចឹងគួរតែប្រយ័ត្នណាចុងក្រោយពាក់ព័ន្ធនឹងការធ្វើបុណ្យគឺលោកអ្នកអាសាធ្វើបុណ្យជាមួយនឹងការបរិច្ចាគជាសម្លៀកបំពាក់ទៅណាចាស់អីចឹងទៅឲ្យតែគេដើម្បីលើករាសីរបស់យើងពណ៌លើករាសីរបស់អ្នកមានពណ៌ទឹកប៊ិចហើយនិងពណ៌សាច់ចាសម្រាប់លេខសំណាងគឺមានលេខ42ណាចាសម្រាប់តមកទៀតចូលដល់លោកអ្នកដែលកើតឆ្នាំវកសម្រាប់លោកអ្នកដែលកើតឆ្នាំវកនៅក្នុងខែតុលានេះផ្ទាល់លោកអ្នកអាចមានឱកាសនឹងមានការណាត់ជួបការពិភាក្សាឬអាចមានឱកាសនឹងមានការណាត់ជួបជាមួយនឹងមិត្តចាស់ដែលយើងធ្លាប់រៀនជាមួយគ្នាធ្លាប់ធ្វើការជាមួយគ្នាឬធ្លាប់ស្គាល់ពីមុនមកហ្នឹងនឹងអាចមានឱកាសបានជួបគ្នាអញ្ចឹងណាឬក៏អាចថាយើងអាចមានគម្រោងមានផែនការដើម្បីរួមដំណើរកម្សាន្តឬមានការបណ្ដាក់ទុនរួមហ៊ុនជាមួយនឹងមិត្តចាស់ហើយហ្នឹងក៏អាចមានដែរចាហើយសម្រាប់មើលពីរឿងលុយកាក់វិញតម្លៃលុយកាក់របស់លោកអ្នកនៅក្នុងខែតុលានេះផ្ទាល់តម្លៃលុយកាក់គឺល្អមានឱកាសទទួលបានការគ្រប់គ្រងការជួយជ្រោមជ្រែងនិងមានឱកាសមានលៀបពីមនុស្សផ្ទុយភេទចាហើយសម្រាប់ពាក់ព័ន្ធជាមួយនឹងសុខភាពឃើញថាតម្លៃសុខភាពរបស់អ្នកមិនសូវជាល្អប្រសើរទេអញ្ចឹងគួរប្រយ័ត្ននិងមើលថែបានខ្លាំងបំផុតចាសម្រាប់ពាក់ព័ន្ធជាមួយនឹងរឿងការងារតម្លៃការងាររបស់អ្នកឃើញថាល្អប្រសើរមានការគ្រប់គ្រងការជួយជ្រោមជ្រែងក៏ដូចជាមានឱកាសនឹងមានការណាត់ជួបការពិភាក្សាជាមួយនឹងការងារថ្មីៗក៏អាចនឹងមានដូចគ្នាណាចាសម្រាប់ពាក់ព័ន្ធនឹងការរកស៊ីនៅក្នុងឱកាសនេះលោកអ្នកអាចមានឱកាសនឹងទទួលបានភាពជោគជ័យមានការណាត់ជួបការពិភាក្សាអីគឺលោកអ្នកអាចសង្ឃឹមច្រើនថាយើងទទួលបានលទ្ធផលល្អចាហើយសម្រាប់រឿងស្នេហាឬក៏ជីវិតគូឃើញថាមានភាពផ្អែមល្ហែមមានការយោគយល់មានការអធ្យាស្រ័យក៏ដូចជាទទួលបានការលើកទឹកចិត្តពីដៃគូដូចគ្នាអញ្ចឹងជីវិតគូនៅក្នុងឱកាសនេះគឺល្អប្រសើរចាហើយមិនថាលោកអ្នកកំពុងតែមានចំនួនមានបញ្ហាទេចូលដល់ខែតុលានេះយើងអាចមានឱកាសត្រឡប់មកត្រូវគ្នាវិញណាចាហើយសម្រាប់លោកអ្នកដែលនៅទនេចាលោកអ្នកអាចមានឱកាសជួបមនុស្សដែលត្រូវចិត្តណានៅក្នុងខែនេះចាសម្រាប់ពាក់ព័ន្ធជាមួយនឹងរឿងដែលលោកអ្នកគួរប្រុងប្រយ័ត្នបំផុតនៅក្នុងឱកាសនេះដែរគឺលោកអ្នកត្រូវប្រយ័ត្នពាក់ព័ន្ធជាមួយនឹងការសញ្ញាឯកសារការបិទមេដៃលើលិខិតស្នាមអីមួយក៏ដោយលោកអ្នកត្រូវប្រយ័ត្នបន្តិចដែរណាចាព្រោះដោយសារលេខយើងអាចមានការណាត់ជួបការពិភាក្សាអញ្ចឹងពាក់ព័ន្ធនឹងការសញ្ញាអីមួយក៏លោកអ្នកគួរត្រួតពិនិត្យឲ្យបានច្បាស់ណាចាហើយចុងក្រោយការធ្វើបុណ្យរបស់លោកអ្នកគឺអាសាធ្វើបុណ្យជាមួយនឹងការជួយទៅដល់បងដែលគាត់ជាជនពិការអញ្ចឹងណាដើម្បីជាការលើករាសីរបស់យើងចាពណ៌លើករាសីគឺមានពណ៌សាច់ហើយនិងពណ៌សចាហើយសម្រាប់លេខសំណាងរបស់លោកអ្នកគឺមានលេខ36ណាចាសម្រាប់តមកទៀតចូលដល់លោកអ្នកដែលកើតឆ្នាំរកាសម្រាប់លោកអ្នកដែលកើតឆ្នាំរកានៅក្នុងឱកាសនេះក៏ដូចជាខែនេះផ្ទាល់ចាលោកអ្នកអាចមានសំណាងល្អអាចមានលៀបសំណាងអាចមានឱកាសទទួលបានដំណឹងល្អពាក់ព័ន្ធនឹងរឿងលុយកាក់ចាហើយតម្លៃលុយកាក់របស់អ្នកក៏អាចមានភាពល្អប្រសើរបងដែលកំពុងមានកម្រងចង់លក់របស់ចេញក៏អាចមានចំណុចដែលយើងអាចលក់ចេញបានណាចាសម្រាប់រឿងសុខភាពចាឃើញថាលោកអ្នកអាចនឹងមានភាពល្អប្រសើរមិនថាលោកអ្នកកំពុងឈឺស្កាត់អីទេយើងអាចនឹងជាសះស្បើយចាសម្រាប់តមកទៀតពាក់ព័ន្ធជាមួយនឹងរឿងការងារលោកអ្នកដែលមានការងារជាប្រចាំការងាររបស់លោកអ្នកមានភាពជោគជ័យអាចមានលៀបសក្ការៈពីការងារនិងអាចមានឱកាសទទួលបានការងារថ្មីៗដែលល្អដែលទទួលបានកម្រៃក៏ដូចជាប្រាក់ខែខ្ពស់ចាហើយសម្រាប់ការរកស៊ីឃើញថាមានភាពរលូនលោកអ្នកអាចមានឱកាសជោគជ័យណាចាសម្រាប់រឿងស្នេហាឬក៏ជីវិតគូនៅក្នុងខែនេះឃើញថាមានភាពផ្អែមល្ហែមមានការយោគយល់អធ្យាស្រ័យគ្នាបានល្អចាលោកអ្នកក៏អាចមានឱកាសនឹងទទួលបានលៀបសំណាងពីស្នេហាដូចគ្នាចាហើយសម្រាប់លោកអ្នកដែលនៅទនេឃើញថាឱកាសនេះលោកអ្នកអាចមានភាពរវល់ជាមួយនឹងការហៅលុយស្រឡាញ់ជីវិតឯករាជ្យចឹងទៅក៏មិនទាន់ចាប់អារម្មណ៍អ្នកណាដែរនៅពេលនេះណាចាហើយសម្រាប់ពាក់ព័ន្ធនឹងរឿងដែលគួរប្រុងប្រយ័ត្នបំផុតនៅក្នុងឱកាសនេះហាមដាច់ខាតកុំឲ្យអ្នកណាខ្ចីលុយណាចាមិនចឹងទេអាចនឹងមានបញ្ហាខាតបង់ហើយសម្រាប់ពាក់ព័ន្ធជាមួយនឹងការធ្វើបុណ្យចាលោកអ្នកអាសាធ្វើបុណ្យជាមួយនឹងការបលែងសត្វទៅដើម្បីជាការលើករាសីរបស់យើងណាពណ៌លើករាសីរបស់អ្នកមានពណ៌ផ្កាឈូកនិងពណ៌សសម្រាប់លេខសំណាងរបស់លោកអ្នកចាគឺមានលេខ41ចាសម្រាប់តមកទៀតចូលដល់លោកអ្នកដែលកើតឆ្នាំចសម្រាប់លោកអ្នកដែលកើតឆ្នាំចនៅក្នុងខែតុលានេះផ្ទាល់ចាលោកអ្នកត្រូវប្រយ័ត្នរឿងអារម្មណ៍និងភាពឆេវឆាវលោកអ្នកអាចមានឱកាសនឹងមានការខាតបង់បើសិនជាលោកអ្នកប្រើអារម្មណ៍ឬក៏អាចថាលោកអ្នកច្រឡោតរឿងអីមួយអញ្ចឹងណាអញ្ចឹងត្រូវចេះទប់អារម្មណ៍ខ្លួនឯងចាហើយសម្រាប់រឿងលុយកាក់ឃើញថាលោកអ្នកអាចមានឱកាសមានការចំណាយច្រើនតិចនៅក្នុងខែតុលានេះចាហើយភាគច្រើនអាចចំណាយលុយកាក់ទៅលើរឿងផ្ទះសម្បែងអាចនឹងមានឱកាសមានការជួសជុលរៀបចំនៅក្នុងផ្ទះនឹងក៏អាចមានដែរណាចាហើយសម្រាប់រឿងសុខភាពលោក
លោកអ្នកត្រូវប្រយ័ត្នគុំព្យាយាមលើករបស់ធ្ងន់អាចមានឱកាសជាប់សរសៃជាប់អីអញ្ចឹងណាចាសម្រាប់ពាក់ព័ន្ធជាមួយនឹងរឿងការងារលោកអ្នកដែលមានការងារជាប្រចាំនៅក្នុងឱកាសនេះលោកអ្នកអាចមានឱកាសគេហៅថានឹងត្រូវការទទួលបានការងារធ្ងន់អាចថាការងារច្រើនដែលធ្វើឲ្យយើងអាចថាមានអារម្មណ៍ថាហត់នឿយមិនមានពេលសម្រាប់ខ្លួនឯងអីចឹងណាចាប៉ុន្តែបើសិនជាលោកអ្នកអាចថាដោះស្រាយឬក៏យើងអាចថាធ្វើការងារនឹងបានសម្រេចលោកអ្នកអាចនឹងមានឱកាសផ្លាស់ប្ដូរទៅជាល្អជាងមុនជាមួយនឹងការងាររបស់យើងអញ្ចឹងណាហើយសម្រាប់ការរកស៊ីឃើញថាលោកអ្នកអាចយើងមិនសូវជានឹងណូទេឡើងចុះអញ្ចឹងណានៅក្នុងខែនេះចាសម្រាប់រឿងស្នេហាឬក៏ជីវិតគូត្រូវប្រយ័ត្នពាក្យសម្ដីចានឹងអាចមានចំនួននៅក្នុងផ្ទះរបស់យើងតែម្ដងកើតចេញពីការប្រើអារម្មណ៍ភាពឆេវឆាវមួម៉ៅដាក់គ្នាហ្នឹងគឺអាចមានណាចាហើយសម្រាប់លោកអ្នកដែលនៅទីនេះឃើញថាលោកអ្នកកំពុងនៅខកចិត្តនៅឡើយទេមិនទាន់បើកចិត្តទទួលអ្នកណាទេនៅពេលនេះចាហើយសម្រាប់ពាក់ព័ន្ធជាមួយនឹងរឿងដែលគួរប្រុងប្រយ័ត្នបំផុតឱកាសនេះគឺប្រយ័ត្នកុំធ្វើការជួសជុលនៅក្នុងផ្ទះរបស់យើងអាចមិនទាន់ល្អទេនៅពេលនេះណាចាហើយសម្រាប់ពាក់ព័ន្ធជាមួយនឹងការធ្វើបុណ្យគឺអាសាធ្វើបុណ្យមួយការចូលរួមកសាងតាមសាលារៀនវត្តអារាមទីពេទ្យដើម្បីលើករាសីរបស់យើងសម្រាប់ពណ៌លើករាសីរបស់លោកអ្នកគឺមានពណ៌ទឹកក្រូចណាចាសម្រាប់លេខសំណាងចាគឺមានលេខ86ណាចាសម្រាប់តមកទៀតចូលដល់លោកអ្នកដែលការឆ្នាំកុលសម្រាប់លោកអ្នកដែលការឆ្នាំកុលនៅក្នុងខែតុលានេះផ្ទាល់ចាលោកអ្នកអាចមានគេហៅថាក្តីសង្ឃឹមមានការជួយជ្រោមជ្រែងមានអ្នកជួយបង្ហាញផ្លូវធ្វើលោកអ្នកអាចនឹងមានច្រកចេញសម្រាប់បញ្ហារបស់លោកអ្នកចាហើយសម្រាប់រឿងលុយកាក់ឃើញថាលោកអ្នកក៏អាចមានភាពល្អប្រសើរអាចនឹងមានការផ្លាស់ប្ដូរល្អចូលមកសម្រាប់លោកអ្នកណាចាហើយបើសិនជាបងកំពុងមានការដាក់សំណើឬមានការពឹងពាក់ទៅកាន់អ្នកណាម្នាក់មិនថាធនាគារឬក៏បុគ្គលទេអាចមានឱកាសគេជួយបានណានៅពេលនេះចាហើយសម្រាប់ពាក់ព័ន្ធជាមួយនឹងរឿងសុខភាពចាលេខសុខភាពរបស់អ្នកឃើញថាមានភាពល្អប្រសើរមិនថាលោកអ្នកកំពុងតែមានការជឿស្កាត់អីទេយើងអាចមានឱកាសជាសះស្បើយណាចាសម្រាប់ពាក់ព័ន្ធជាមួយនឹងរឿងការងារលោកអ្នកដែលមានការងារជាប្រចាំការងាររបស់លោកអ្នកឃើញថានឹងមានការជួយជ្រោមជ្រែងឬអាចថាលោកអ្នកនឹងទទួលបានលទ្ធផលល្អជាមួយនឹងការងាររបស់យើងចាហើយសម្រាប់នៅក្នុងឱកាសនេះបើសិនជាលោកអ្នកមានការចរចាការពិភាក្សាជាមួយនឹងការងារអីមួយនឹងអាចមានឱកាសទទួលបានភាពជោគជ័យណាចាសម្រាប់ការរកស៊ីក៏ដូចគ្នានឹងមានលទ្ធផលល្អមានភាពរលូនល្អសម្រាប់លោកអ្នកនៅក្នុងខែតុលានេះផ្ទាល់ចាហើយសម្រាប់រឿងស្នេហាឬក៏ជីវិតគូឃើញថាលោកអ្នកអាចនឹងមានការព្រមព្រៀងមានការយល់ស្របនៃគំនិតជាមួយគ្នានឹងអាចមានគេហៅថាការបង្កើតឱកាសអីថ្មីសម្រាប់លោកអ្នកទាំងពីរចាហើយជាពិសេសបងមួយចំនួនក៏អាចថាកំពុងមានបំណងចង់មានបុត្រធីតាហ្នឹងក៏អាចនឹងមានដែរនៅក្នុងឱកាសនេះចាហើយសម្រាប់ពាក់ព័ន្ធជាមួយនឹងលោកអ្នកដែលនៅទីនេះឃើញថាលោកអ្នកក៏អាចមានឱកាសជួបមនុស្សដែលល្អជួបមនុស្សដែលត្រូវចិត្តដែរនៅក្នុងខែតុលានេះផ្ទាល់ចាហើយសម្រាប់ពាក់ព័ន្ធជាមួយនឹងរឿងដែលគួរប្រុងប្រយ័ត្នបំផុតនៅក្នុងឱកាសនេះឃើញថាលោកអ្នកត្រូវប្រយ័ត្នពាក់ព័ន្ធជាមួយនឹងការប៉ះពាល់ជាមួយសត្វណាចានឹងអាចមានឱកាសមានរបួសគ្រោះថ្នាក់ដោយសារសត្វអញ្ចឹងគួរតែប្រយ័ត្នហើយចុងក្រោយពាក់ព័ន្ធនឹងការធ្វើបុណ្យគឺលោកអ្នកអាសាធ្វើបុណ្យជាមួយនឹងការជួយទៅដល់ក្មេងៗដែលគាត់ទៅថានៅតាមមណ្ឌលកម្មាកំព្រាដែលគាត់ខ្វះខាតអីចឹងជាសម្ភារៈសិក្សារៀនសូត្រឬក៏សម្ភារៈបំពេញអីហ្នឹងលោកអ្នកអាចជួយទៅដល់គាត់បានដើម្បីជាការលើករាសីរបស់យើងពណ៌លើករាសីរបស់លោកអ្នកចាគឺមានពណ៌សចាហើយនឹងពណ៌ប្រផេះចាហើយសម្រាប់លេខសំណាងគឺមានលេខ63ណាចាអញ្ចឹងសម្រាប់រាសីឆ្នាំទាំង12គឺយើងមានតែប៉ុណ្្នឹងទេអញ្ចឹងក៏សូមអរគុណដល់ពុកម៉ែបងប្អូនទាំងអស់គ្នាដែលបានចំណាយពេលវេលាដ៏មានតម្លៃតាមដានជាមួយនឹងខ្ញុំចាកុំភ្លេចជួយ Share ជួយ Subscribe ជួយ Follow Channel YouTube ក៏ដូចជា Facebook Page របស់អ្នកគ្រូអ្នកមួយផងណាដើម្បីទទួលបានវីដេអូថ្មីៗមុនគេចាអរគុណច្រើនជម្រាបលា